អាហារ3ប្រភេទបងស្រីគួរតមសិនចាស់អំឡុងពេលមករដូវបើមិនចង់ឲ្យមានការកកស្ទះនៃលំហូរឈាមរដូវទេឬមានបញ្ហាអំឡុងពេលមករដូវទេចាទី1ស្រាកាលណាដែលបងញ៉ាំគ្រឿងស្រវឹងច្រើនចាអាចធ្វើឲ្យចាអំឡុងពេលមករដូវហ្នឹងណាចាអាចធ្វើឲ្យបង្កើនកម្រិតអរម៉ូនចាតេស្តូស្តេរ៉ុនឬចាអរម៉ូនអេស្ត្រូសែនចាបង្កឲ្យមានការបង្អាក់ឈាមរដូវមកមិនល្អជាហេតុធ្វើឲ្យមានបញ្ហាទី2អាហារដែលមានរសជាតិប្រៃចាអាហារប្រៃមានជាតិសូយ៉ូមខ្ពស់អំឡុងពេលមករដូវនៅពេលដែលបងញ៉ាំគឺមិនល្អទេហើយរសជាតិអាហារប្រៃនេះគឺចាវាអត់ល្អទេចំពោះសុខភាពលោកអ្នកមិនថាបងមករដូវឬក៏ថាបងអត់មករដូវនោះទេពេលដែលបងញ៉ាំជាតិប្រៃខ្លាំងវាអាចធ្វើឲ្យលើសសភាពឈាមធ្វើឲ្យបងមានអាការៈឡើងហើមពោះមានបញ្ហាផ្សេងពិបាកក្នុងខ្លួនផ្សេងចំណែកឯទី3តកតងជាមួយនឹងអាហារដែលមានជាតិស្ករខ្ពស់ចាស់និងសារធាតុហឹរអញ្ចឹងបងស្រីបើក្នុងករណីមិនចង់ឲ្យខ្លួនឯងមានបញ្ហាទៅលើរដូវទេចាកុំទទួលទានឲ្យសោះជាមួយនឹងចំណីអាហារមួយចំនួននេះណា